ลัดตามคลาดเยี่ยมคลาดเย้ពួកយើងយកឈ្នះខ្លាខមមិនហើយបានចឹងពួកយើងឆាប់ចូលទៅតោះឃើញទេសំណាងឲ្យតែពួកយើងចេះរួមកម្លាំងគ្នាដឹងតែពួកយើងធ្វើបានហើយមិនមែនរបស់សំណាងលើកនេះយើងធ្វើបានលើកក្រោយយើងធ្វើបានដូចគ្នាមករួមកម្លាំងគ្នាយេយើងដើរយូរហើយដូចជាហត់អីតោះញ៉ាំទៅដល់កូខុនហើយតោះហើយមកសំណាងខ្ញុំនេះមានអារម្មណ៍ថាអត់កម្លាំងដល់ហើយក្តៅក៏ក្តៅហើយមិនតែពេលណាទៅពួកយើងនេះរត់សភ័មអត់កម្លាំងនោះឃើញទេហើយពួកយើងដើរទៅមើលបន្តិចទៀតទៅព្យាយាមកុំតែបានសម្រេចនោះទេអើយហត់ដល់ហើយទឹករបស់ខ្ញុំអស់ហើយហ្នឹងមើលខ្ញុំមើលទឹកខ្ញុំមើលក្រាញ់លន់ទៅសក់ខ្លះទឹករបស់ខ្ញុំនៅសល់ពេលកដាលហើយតើណែតាឯងញ៉ាំទៅសល់ប្រហែលណាទៅខ្ញុំញ៉ាំតាមក្រោយធ្វើអញ្ចឹងមិនសមទឹកហ្នឹងជាទឹករបាយឯងញ៉ាំមុនទៅណាហើយមិនអីទេខ្ញុំនេះជាមនុស្សប្រុសខ្ញុំអាចទ្រាំបានណាយកអស់កូនណាណាពួកឯងមើលនៅទីនោះមានខ្ទមណាហាខ្ទមក្រែងទីនេះជាព្រះអាកំបាំងអីមិនបានមានខ្ទមទៅវិញប៉ិតមែនទេចម្លែកខាងណាហើយពួកយើងកុំឆ្ងាយច្រើនអីតោះពួកយើងនាំគ្នាចូលទៅសួនអ្នកភូមិនៅទីនោះទៅជំរាបសួរពូមីងល្អហើយក្មួយពូមីងនេះពូមីងជាអ្នករស់នៅក្នុងខ្ទមនេះយូរហើយមែនទេពូមីងត្រូវឲ្យក្មួយមើលទៅការស្លៀកពាក់ក្មួយប្លែកដូចមិនមែនជាអ្នករស់នៅក្នុងភូមិនេះចាពូមីងគឺពួកខ្ញុំមកពីឆ្ងាយហើយពួកខ្ញុំមកនេះគឺមករកសិភៅនៅក្នុងព្រៃអានកំាំងនោះពូមីងអូពូនឹងមីងអាចជួយបានតែត្រូវមានលក្ខខណ្ឌលក្ខខណ្ឌណៃទៅពូមីងលក្ខខណ្ឌនោះគឺក្មួយត្រូវតែលេងតែងប្រត់ជាមួយអ្នកភូមិនេះបើក្មួយលេងតែងប្រត់ឈ្នះអ្នកភូមិនេះពូនឹងមីងនឹងប្រាប់ផ្លូវទៅយកសិភៅនោះយ៉ាងម៉េចពួកក្មួយប្រាប់មកអត់យកប្រំពូមីងបើអញ្ចឹងពួកក្មួយសម្រាប់នៅទីនេះមួយយប់សិនទៅណាចុះពួកក្មួយចង់សម្រាប់នៅខាងក្នុងឬមួយក៏កន្លែងណាពួកក្មួយអាចប្រាប់ពូនឹងមីងបានណាមិនចាំបាច់រំខានដល់ពូមីងនោះទេពួកខ្ញុំមានតង់ពួកខ្ញុំនេះអាចបោះសម្រាប់នៅខាងក្រៅបានបើអញ្ចឹងតាមតែក្មួយចុះបានពូមីងតើពួកយើងអាចយកឈ្នះពួកគាត់បានអត់ណោះខ្ញុំថាបងនេះនឹងខំប្រឹងឲ្យអស់ផលិតភាពអើយបងកែលួខ្លាំងម្ល៉េះតិចមានខ្មោចលួងអើយសម្រួលអារម្មណ៍គ្មានខ្មោចមកពីណាទេព្រោះថាខ្ទមពូមីងនៅចិត្តនេះណាតែបើមានខ្មោចមែនក៏មិនមានអីគួរតែដែរបើអញ្ចឹងពូនឹងមីងជជប់ដែរហើយពួកប្រុសអញ្ចឹងហើយវាត្រូវតែអញ្ចឹងឯងមែនទេតោះពួកយើងធ្វើលំហាត់ប្រាណតើបង1 2 3 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 1
3 1 2 3 1 2 3 តោះពួកយើងញ៉ាំរបស់ពិសេសដើម្បីមានកម្លាំងទាញព្រាត់ឈ្នះពូមីងមីង តើបង ពួកយើងត្រូវចាំថាទោះបីជាមានរឿងអីកើតឡើងក៏ដោយក៏ពួកយើងនេះកុំបោះបង់ពួកយើងត្រូវតែតស៊ូលឺនៅ ចាបង ពួកក្មួយ ពូមីង តោះពួកយើងទៅលេងទាញព្រាត់ព្រោះថាអ្នកភូមិមកចាំពួកយើងអស់ហើយ បាទពូមីង តោះអ្នកក្មួយមកដល់កន្លែងលេងហើយ ពូមីងហើយចោឯណាអ្នកភូមិមិនក៏មិនឃើញសំបីតែម្នាក់អញ្ចឹង ក្មួយចាំផ្លែតណាកូន បាទពុកម៉ែជំរាបសួរបងបាទជំរាបសួរអូនពូមីងហើយមានតែប៉ុណ្្នឹងទេ ក្មួយនៅកូនពូមានកប៉ៅមួយទៀត មែនឯក្មួយកូនមីងមួយហ្នឹងទូចជាងគេ មានកប៉ៅកូនពុកអើយមកទូច កូនទូចមកដល់ហើយពុកម៉ែ ពូមីងនឹងមែនទេចូនទុយរបស់ពូមីងនោះ មានឯពូមីង ហ្នឹងហើយក្មួយហ្នឹងមានកប៉ៅកូនពូហើយមួយហ្នឹងវាទូចជាងគេ មែនឯក្មួយកូនមីងមិនសូវមានកម្លាំងទេហើយបាយកុំសូវញ៉ាំច្រើនដែរញ៉ាំតែម្ដងអស់មកផ្ទះថ្នោត ពួកយើងទៅរួចដែរបើកូនពួកគាត់សត្វតែធំជាពិសេសមានអូនទុយនោះទូជាងគេហ្មង សំណាងក្រែងអញថាមានរឿងអីក៏នៅទៅសួរអី ពិតមែនទេបងសំណាង ស៊ូក៏ស៊ូពូមីងចាប់ដើមពេលណា ចាប់ផ្ដើមឥឡូវនៅហ្មងទៅក្មួយ ទៀងខ្លួនដូចនៅក្មួយពូតឲ្យក្មួយណា
3ទល់នឹង4 បាទពូមីងតោឲ្យខ្លាំងណាស់ ត្រៀមខ្លួនរួចនៅក្មួយបាទត្រៀមរួចហើយចាំពូនេះរាប់ឲ្យ1 2 2កន្លា ជប់ពូមីងពួកខ្ញុំសុំទៅសម្រួលអារម្មណ៍សិនបានអត់ បានតើក្មួយ បាទអញ្ចឹងតោះ បងសំណាងនេះបងហៅពួកខ្ញុំមកសម្រួលអារម្មណ៍អីហ្នឹង គឺផលិតទឹករបស់ពួកយើងនោះអីផលិតទឹកប្រែកាយមកពួកយើងកាន់ទាំងអស់គ្នាផលិតទឹកបញ្ចេញមហាត្រើយ មានធម្មពលអីផ្លាត់ទឹកប្រែកាយតោះពួកយើងត្រឡប់ទៅវិញ តើបង យីឯងក្មេងៗអស់ហ្នឹងទៅអីក៏យូរម្លេះ មានតែឯងតិចរត់អស់ទៅ ពូមីងពួកខ្ញុំត្រឡប់មកវិញហើយ មកវិញហើយក្មួយតោះបានចឹងចាប់ផ្ដើមត្រៀមខ្លួនរួចនៅកូនក្មួយ រៀបរួចហើយប៉ាប៉ាម៉ាម៉ា ត្រៀមរួចហើយពូមីង តោះបានចឹងចាប់ផ្ដើមចាំពូរាប់ឲ្យណា1 2 3 អើយ អត់ស្នាស៊ូស៊ូ អើយ អូទៅជួយ ស្នាស៊ូស៊ូស្នាស៊ូស៊ូ យេឈ្នះហើយអូយចាំងគេអូនទុំគុំយំការប្រកួតតែតែមានចាញ់មានឈ្នះវាជារឿងធម្មតាទេណាគុំយំណា មែនហើយកូនណាតែយំស្ដាយអីចាញ់ឈ្នះវាជារឿងធម្មតានោះទេកូន មែនហើយកូនពួកនឹងម៉ែនៅខាងកូនចំណិចកូនម៉ែធ្វើបានល្អហើយ មែនហើយពួកបងកុំអន់ចាញ់ពួកខ្ញុំនេះថាពេលពួកខ្ញុំ បងខ្ញុំជម្រាបលា ក្មួយសុខសប្បាយតាមផ្លូវណា សុខសប្បាយតាមផ្លូវណាអាបងមិនចាយ បាទអ្នកហ៊ុនទុយតោះពួកយើង តើ រូបភាពមុនហ្នឹងជារូប បន្តដំណើរទៅមុខទៀតទៅ បងសំណាងស្ទឹងពួកយើងឆ្លងយ៉ាងម៉េចរួចទៅ អត់កំបាំង មែនហើយ អើយ ពួកយើងគិតធ្វើយ៉ាងម៉េចទៅមានគិតធ្វើយ៉ាងម៉េចសំណាងអាចដល់ផ្លិតទឹកយើងមក មែនហើយ ចិនមកដល់ដែរពួកយើងធ្វើយ៉ាងម៉េចទៅ អើយមានគិតធ្វើយ៉ាងម៉េចពួកយើងនាំគ្នារត់ទៅ អើយ អូយមិនដឹងទៅផ្លូវខាងណាទេនេះមកខាងនេះមកខាងនេះវិញថាមកខាងនេះវិញមកថាមកខាងនេះវិញមកផ្លូវខាងណាមកខាងណា เอาไปติ้งគ្នាហ្នឹងទឹកឡាញបដាឡូវហើយ អើយ 谁把大脚姐就出来叫一枪哎呀不能解不能解断绳子哦那就解开。也不能解开这个结啊！啊，来，俩啊，不啊，干嘛？2、3，走进，干嘛？进不去啊！进不去，身体太大了，进不去。谁还会啊？啊，你来，你。我会，我在网上看过这个办法。嗯，那这样，
走狗。然后在这个里面把这条线穿出来。哎，然后穿出来，然后这样，再把这个绳给再穿过来。啊？这不是绑更紧了吗？什么玩意儿？你把它绑得更紧了。来，谁还会呀？七七，我学会，我学过逃生方法。啊，你会呀？来吧。先这样撇出来。哎，头出来了。然后在这里。哎呀啊！你确定吗你？确定？七七不行啊，搞错了。谁啊？辣条你来。我敬你啊，对，真的给我。可怜的蛋。先画平，好吧？然后我们再拿一个角，然后从这儿给它穿过来。对，然后这和小妹妹有点像。然后对呀，这样，这能成吗？就好了，好了。哇！来脚底前，好厉害！真心话大冒险，敢不敢玩？第一轮真心话挑战，每个人不能说话，只能用上网冲浪卢比来回答。吸吸脸等于是，不吸吸脸等于不是。谁说谎这辈子发不了财。你和姚公子亲过嘴吗？亲过。对我们俩没亲过。办公室里有你喜欢的女生吗？没有吧？有啊。你背地里骂过老板吗？哎呦我的妈！没有啊。说谎的人这辈子发不了财哦。我。就让我点态度。哪来的这些加盟卢比玩具呀？太好玩了！这是肯德基联名卢比，快去多点抢！太可爱了，我全都想要。你的初吻是在办公室吗？哦。第二轮用幸福转转款卢比在桌上随机走，最后走到谁的名字面前，他的手机给所有人任意看1分钟。